ចឹងរហូតមកដល់ព្រឹកថ្ងៃនេះយើងឃើញថាប្រជាពលរដ្ឋនៅតែបន្តរស់នៅក្នុងផ្ទះសម្បែងរបស់គាត់ទេមិនមានប្រជាពលរដ្ឋណាមួយមិនមានគ្រួសារណាមួយដែលរើផ្ទះសម្បែងចេញឬក៏រត់ចេញពីផ្ទះសម្បែងរបស់គាត់តាមអ្វីដែលជាការប្រកបវិជ្ជាការប្រកាសរបស់អាជ្ញាធរថៃនោះឡើយបាទអញ្ចឹងយើងឃើញថារហូតមកដល់ពេលនេះគឺបន្តរស់នៅក្នុងផ្ទះរបស់គាត់ហើយខាងភាគីថៃក៏គេនៅថ្ងៃនេះក៏មិនបានធ្វើសកម្មភាពណាមួយដែលទៅរុញច្រានប្រជាពលរដ្ឋកងកម្លើតែយើងសានកាលពីពេលនេះតាំងពីអំឡុងឆ្នាំ8ជាង9ជាងមកហ្នឹងមានប្រជាពលរដ្ឋខ្លះហ្នឹងរហូតឈានដល់ការពិការជើងពិការសារពាង្គកាយផ្សេងទៀតនៅពេលដែលគាត់ព្យាយាមធ្វើចំការឬក៏គាត់ដើររកទំពាំងអីនៅតំបន់នេះគឺគាត់ជន់មីនហ្នឹងឃើញហេតុការណ៍ទាំងអស់នេះហើយរាជរដ្ឋាភិបាលកម្ពុជារបស់យើងអាជ្ញាធរមីនកម្ពុជាបានប្រឹងប្រែងបោសសម្អាតមីននៅតំបន់នេះហ្នឹងគឺអស់ច្រើនមែនទែនរហូតដល់រំដោះយកដីចំការមួយចំនួនដីភូមិជូនប្រជាពលរដ្ឋរស់នៅរហូតមកដល់ឥឡូវលែងមានបញ្ហាដីចំការមួយចំនួនហ្នឹងក៏ត្រូវបានគាត់ប្រកបប្រកើនផលមិនមានបញ្ហានោះដែរតែទោះជាយ៉ាងណាក៏នៅកន្លែងនេះមិនទាន់បោសសម្អាតមីនអស់ទាំងស្រុងដែរទេនៅដីតំបន់នេះគឺបន្តនៅមានមីនហើយក៏យើងមិនទាន់បានចរចាក្នុងការដោះមីនរួមគ្នាជាមួយថៃអីនោះដែរត្បិតថាតំបន់នេះវាជាដីតំបន់ព្រំដែនដែលមិនទាន់បានជជែកគ្នាដាច់ស្រេចមិនទាន់បានកំណត់ព្រំសីមារវាងប្រទេសទាំងពីរនឹងរួចរាល់